ជម្រាបសួរបងប្អូនអរគ្នាខ្ញុំបាទរក្សាហៅស្កាហើយពេលនេះពួកយើងកំពុងតែនៅ onset ថតបើមានជាក្រោយខ្សែរឿងបើមានជាក្រោយដែលជាដំណើររឿងនៃ3បទបញ្ចូលគ្នាខុសសម័យកាលគ្នាមានន័យថាឥឡូវហ្នឹងគឺយើងនៅក្នុងសម័យកាលលងវែកដែលក្នុងបទខ្ទមស្នេហ៍ឥឡូវនេះយើងថតបានច្រើនស៊ីនដែរហើយសួស្តីបងប្អូនអរគ្នាខ្ញុំសេងម៉ូនីកាហើយថ្ងៃនេះផងដែរយើងកំពុងតែ on set នៅក្នុងស្នាដៃសាណារបស់សិស្សច្បងកងស្បានរក្សាហ្នឹងហើយអញ្ចឹងថ្ងៃនេះផងដែរខ្ញុំតួនាទីរបស់ខ្ញុំគឺ AD ឥឡូវងាប់ដៃទៅឥឡូវវាខ្លួនឯងជុំបាញ់មកសើចវាណាមកគេបាញ់ដាក់ចូលឯងហ្នឹងហើយហើយឥឡូវអាកាសធាតុវាដូចជាមិនសូវជាអំណោយផលប្រហែលទេប៉ុន្តែពួកយើងសង្ឃឹមថាយើងនឹងអាចថតបទនឹងនៅថ្ងៃហ្នឹងចប់ផលលំបាកគឺទី1គឺផ្លូវធ្វើដំណើរយើងរៀងបបាច់ដោយសារតែភ្លៀងហើយយើងយកប្លង់កន្លែងសម័យលង្វែកហើយត្រូវការបឹងឈប់បឹងអីចឹងហើយវាមេឃភ្លៀងចឹងវារៀងបបាច់យើងបាក់ធ្វើដំណើរហើយទី2ហ្នឹងគឺយើងពិបាកជាងគេគឺតិចនិចសំដែងក៏យើងរៀងពិបាកដែរដោយសារតែពួកយើងអ្នកសំដែងនេះសិតតែអ្នកខាងរបាំបុរាណសិតតែអ្នករាំហើយដល់ពេលមកសំដែងយើងរៀងបបិសោតរៀងថ្មីតិចចឹងវារៀងមានផលវិបាកខ្លះដែរប៉ុន្តែពួកយើងនៅតែធ្វើបានអញ្ចឹងបើមានជាតិក្រោយពិតមិនថាជាតិណាសូមឲ្យខ្ញុំជួបពិចារនឹងបងថាវរៈម្ដងទៀតតួទាស័យហ្នឹងគឺជាតួអ្នកបម្រើហើយគាត់នៅក្នុងសម័យលងវែកហើយបានតួទាស័យហ្នឹងគាត់ស្លាប់ទៅបានចាប់ជាតិទៅសម័យមួយទៀតគណៈពេលនេះដែរខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺជក់ខ្លាំងណាស់ឥឡូវនេះយើងកំពុងតែរៀបចេញដំណើរទៅខេត្តបាត់ដំបងដើម្បីថតស៊ីនបន្តទៀតហើយនៅក្នុងស៊ីនដែលយើងត្រូវថតហ្នឹងដូចជាមាន2ជាតិគឺជាតិទី2និងជាតិទី1គឺសម័យលង្វែកហើយជាមួយនឹងសម័យអាណានិគមនិយមបារាំងហើយស៊ីនដែលយើងត្រូវបង្ហើយនោះដូចជាមានចិត្ត10ស៊ីនដែរហើយឥឡូវនេះគឺម៉ោង6ជាងហើយថ្ងៃនេះជាថ្ងៃទី13យ៉ាហើយកម្រងយើងត្រូវចេញទៅថតហ្នឹងគឺ14 15ហើយយើងនឹងឡើងមកពេញវិញនៅថ្ងៃទី16អញ្ចឹងសង្ឃឹមថាយើងទៅថតហ្នឹងគឺនឹងដោយរលូនអត់មានបញ្ហាអីទេទាំងអាកាសធាតុទាំងដំណើរការនៃការផលិតបើទោះបីជាក្រុមការងារយើងកាត់បន្ថយក៏ដោយប៉ុន្តែខ្ញុំនៅតែជឿជាក់ឥឡូវនេះយើងបានមកដល់ទឹកដីបាត់ដំបងហើយគឺម៉ោង12ជាងអញ្ចឹងគោលដៅបន្ទាប់របស់យើងបន្ទាប់ពីបនហើយគឺយើងនឹងទៅជួបម៉ូតូបន្ទាប់មកយើងទៅផ្ទះលោកម្ចាស់ហើយយើងទៅជាឋានភិមរៈអញ្ចឹងយើងទៅឡង់ប្រែមហើយស្អែកឡើងយើងចាប់ផ្ដើមដំណើរការថតយកតែម្ដងអញ្ចឹងសង្ឃឹមថា everything is going to be smooth so yeah ទូរចេញទូរស័ព្ទឡើយហ្នឹងสิบใบอ่ะនេះនេះ mày đọc vẹn nhé សមមិញកំងនំបញ្ចុកឥឡូវមកនេះនំបញ្ចុកហ៎តបមកកាហ្វេបានអានេះតោះហៀគ្នាមិនធ្វើការចេញអេឌីរេកទ័រនេះតោះពីម្ដងហើយបានធ្វើការស្រួល smooth ឥឡូវនេះយើងកំពុងតែនៅគេឋានភិមរៈថ្ងៃទី15យ៉ាហើយយើងបានបញ្ចប់ស៊ីននៅគេឋានភិមរៈនេះហើយដែលយើងមាន6ស៊ីនយើងថតតាំងពីម៉ោង9ព្រឹកឥឡូវនេះម៉ោងប៉ុន្មានហើយម៉ោង2ម៉ោង2:03ហើយ3ហើយហ្នឹងហើយម៉ោង3ហើយ3 2 1 and action អ
ហើយយើងនៅសល់2ស៊ីនទៀតនៅភ្នំសំពៅចឹងឥឡូវយើងកំពុងតែរើឲ្យបានចេញពីនេះហើយយើងទៅថតបន្តនៅភ្នំសំពៅចឹងថ្ងៃនេះយើងរៀងលេតម៉ោងបន្តិចចឹងសង្ឃឹមថាទៅដល់នោះយើងនឹងបញ្ចប់ស៊ីនមុនពេលមេឃងឹតព្រោះយើងអត់មានស៊ីនងឹតទេគ្រាន់ថាមានស៊ីនថ្ងៃនេះតែអាកាសធាតុក៏រៀងរអាក់រអួលបាទមេឃភ្លៀងចឹងទៅនៅតែសង្ឃឹមថានឹងថតបញ្ចប់ទៅដោយរលូនហើយលទ្ធផលទៅទីយ៉ាងណាយើងទៅនឹងចាំមើលទាំងអស់គ្នាអរគុណលោកគ្រូឌីដែលបានឧបត្ថម្ភហើយនឹងសម្រួលកៅអៅអរគុណអ្នកគ្រូតុដែលបានឧបត្ថម្ភជាថវិកាអរគុណដល់ក្រុមហ៊ុនខ្មើសវណ្ណឌីដែលបានឧបត្ថម្ភជាថវិកាខ្ញុំផតអស់សាច់មកតួខ្ញុំធ្វើបាបឯអំពើតួខ្ញុំយកអូឆោច្រើនទៅពតួហ្នឹងដេកស្ពឹកអត់ងាយក្រហើយយកមិញលេងល្បែងកោខ្ញុំទៀតdirector ថាលេងយកមិញកោគេលេងកោឲ្យបានកោទេខ្ញុំចាញ់វិញខ្ញុំចប់ពីសាណាទៅខ្ញុំអាចនឹងសតិទី8ប្រកបច្រឹកហើយអាចធ្វើខ្ញុំនៅនឹងព្រោះឥឡូវខួរខ្ញុំវា100ផ្លូវស្ដីម្ដងទៀតតាមពិតមិញខ្ញុំថតមិញតតចប់ហ្នឹងតែវាផ្សំខ្ញុំខំអបាទឥឡូវនេះស្បៃលោកក្រពើជើងគណៈកម្មការយើងខ្ញុំបានរៀបចំការប្រកួតប្រដាល់ថ្នាគុណខ្មែរនៅបរិវេណដីលោកក្រពើជើងទីតាំងចុងក្រោយនៅភូមិសណាញ់អបអរសាទរដល់រក្សាវិញដល់យេមីយ៉ា PK យេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងមកដល់ hall នៃសាលាសាកលវិទ្យាល័យភូមិន្ទសិល្បៈហើយចំពោះស៊ីននេះដែរនេះពិសិដ្ឋសម្ដេចទទួលអង្គវិរុទ្ធមានអារម្មណ៍មិនដែរមានអារម្មណ៍ថាប្លែកយើងថតឈុតសម័យអាណានិគមនិយមបារាំងទទួលការងារពីវិរុទ្ធឲ្យទៅសម្រាប់ធានីហើយនឹងធននៅតាមផ្លូវ$6 Sleeping on the world សិចមែនតួសិចមែនសិតដោះអាវដល់អីនេះហើយពេលនេះយើងកំពុងតែរៀបចេញពីកន្លែងគេងដើម្បីទៅថតស៊ីនដំបូងគេនៅក្នុងទីតាំងទឹកដីបាត់ដំបងនេះដែលនៅក្នុងថ្ងៃនេះផ្ទាល់គឺយើងនឹងថតបទមេឃអេមេឃដែលត្រូវជាជាតិទី2សម័យអាណានិគមនិយមបារាំងហើយខាងក្រោយនេះគឺជាក្រុមកាមេរ៉ាមែនគាត់កំពុងតែ set up បន្ថែមព្រោះយមីនេះយើង set up ហើយម្ដងឥឡូវហ្នឹងគាត់ home scout ហូមអីដើម្បីធៀមចាំតួចុះមកតែងខ្លួនហើយគឺយើងទៅទីតាំងថតតែម្ដងនេះជាវ៉ាលីប្រອບហើយជាមួយនឹង logistic បាទខាងផោះភាហើយថ្ងៃនេះយើងមានដូចជា8ស៊ីនដែលត្រូវប្រហើយដើម្បីថតប្រហើយមួយថ្ងៃទៀតនិងថ្ងៃស្អែកអញ្ចឹងសង្ឃឹមថា8ស៊ីនដែលយើងនឹងថតនៅព្រឹកនេះនឹងតាន់អត់មានអីរំខានអត់មានអីមករារាំងព្រោះមើលទៅមេឃក៏អត់សូវស្រួលដែររៀងល្ងឹតដែរហើយចឹងសង្ឃឹមថាថ្ងៃនេះយើងនឹងថតតាន់ទៅតាម schedule ដែលខ្ញុំបានរៀបចំអញ្ចឹងអត់មានទេមានតែសង្ឃឹមថាចេញទៅផលទៅនឹងល្អហើយដូចអីដែលយើងរំពឹងទុកខ្ញុំសង្ឃឹមថាការថតរបស់យើងនឹងរលូនទោះបីជាមានឧបសគ្គតិចតួចដូចជាការភ្លៀងអីប៉ុន្តែវាអត់មានជាបញ្ហាយើងសង្ឃឹមថានឹងអាចបន្តទៅមុខដល់នឹង
មីងខាងអ្នកបម្រើផ្ទះតួស្រី ទេគ្រូស្រី ចា៎ តែ តួ ទៅជាបង អង្គធា ប្អូន នី ទីខាងគ្រូសាខ្សែស្រឡាយទីប្រហែលដែរ អត់មានទេយើងមកនៅជាមួយគេជាកញ្ចក់តែ អូប្រាក់ខែមួយខែប្រហែលដែរ ពុកសម័យហ្នឹងពុកផ្លេចបាត់ហើយដោយសារតែឆ្លងជាតិមក ឆ្លងជាតិមក ចា៎ អូខេ អត់សូវចាំគូក្បាល ហើយ អត់សូវ ស្និទ្ធស្នាលជាមួយនឹងតួស្រីដែរ សិតស្នាស្រឡាញ់ដូចកូនអញ្ចឹង ចឹងហ្វេកឬក៏មិនហ្វេក រៀល រៀលអូ real fact ពេលនេះម៉ោង10:00ម៉ោងហើយ10កន្លះយើងថតបាន2ស៊ីនប៉ុន្តែឥឡូវហ្នឹងមេគឺនេះឥឡូវនេះអូមេគឺភ្លៀងតែឥឡូវយើងអត់យើងប្រអាក់សិនអាការថតទៅប៉ុន្តែទូក៏នៅតូបអាយធម្មតាដដែលទេហើយមេយ៉ាងបន្តិចសិនចាំយើងចូលថតស៊ីនបន្តព្រោះយើងនៅសល់ផាយស៊ី6ស៊ីនសង្ឃឹមថាមេរៀងហើយវាអត់ចឹងទេរៀងវិញយើងបន្ត6ស៊ីនហ្នឹង2ម៉ោងចប់មកហ្នឹងចប់អាពីអត់អីហួរឥឡូវលឿននេះមុនចង់មក5អត់ស៊ីបានយើងថតចប់ហើយ let's go It's me again ចាក់សារហើយស្កាសូថ្ងៃនេះថ្ងៃ14យើងបានបញ្ចប់ស៊ីននៅផ្ទះលោកម្ចាស់ហើយដែលត្រូវជាសាលាខេត្តចាស់អញ្ចឹងយើងបញ្ចប់មុនម៉ោងដែលនៅក្នុង schedule យើងដាក់ម៉ោង5ប៉ុន្តែឥឡូវហ្នឹងស្ទុកម៉ោង3:74យើងបញ្ចប់ហើយឥឡូវក្រុមការងារកំពុងតែរើអីវ៉ាន់ទៅឡានហើយជាមួយនឹងយកសម្រាមបោះចោលហើយឥឡូវនេះយើងត្រៀមរៀបចំខ្លួនទាំងអស់គ្នាដើម្បីថតរូបជុំគ្នាជាមួយអ្នកគ្រូហើយយើងជម្រាបលាគាត់ទៅសណ្ឋាគារវិញហើយមួយហ្នឹងរៀងអស់កម្លាំងដែរអញ្ចឹងទៅដល់ផ្ទះយើងប្រហែលជាសម្រាប់បន្តិចមុនពេលទៅញ៉ាំបាយល្ងាចអញ្ចឹងសង្ឃឹមថាស្អែកនឹងអាលូដូចថ្ងៃនេះហើយមេឃសតុំត្រជាក់ល្អអញ្ចឹងដូចគ្នាសង្ឃឹមថាវានឹងដូចអីដែលយើងគិតជំរាបសួរទាំងអស់គ្នាឥឡូវនេះពួកយើងកំពុងនៅហាងយ៉ងពៅស៊ីននេះខ្ញុំសម្ដែងជាតួអង្គថាវរៈដដែលប៉ុន្តែខុសពីស៊ីនផ្សេងជាតិផ្សេងជាតិនេះខ្ញុំត្រូវដើរតួជាតួកាចហើយជាមួយពិរុទ្ធដើម្បីមកធ្វើបាបធានីដែលតាមស្រឡាញ់គេអត់បានទៅក៏ធ្វើបាបគេអញ្ចឹងណាជំរាបសួរខ្ញុំឈ្មោះសុភ័ត្រាប៉ុន្តែនៅក្នុងរឿងហ្នឹងខ្ញុំឈ្មោះតួវិច័ន្ទនៅក្នុងរឿងហ្នឹងគឺខ្ញុំជាតួរៀងកាចហើយរបៀបរៀងរបៀបដូចហាយចេះសុបរិយចេះអីសួស្តីអ្នកគ្នាខ្ញុំនៅក្នុងរឿងនេះខ្ញុំឈ្មោះធុនឈ្មោះក្រៅរបស់ខ្ញុំគឺវិតនៅក្នុង character រឿងនេះខ្ញុំវាមាន3 character តួកាចតួ slot ហើយវាមួយទៀតវារៀងច្រើមមិនដែរវាមាននៅក្នុងហ្នឹងដែរអូខេឥឡូវហ្នឹងម៉ោង 7:02 ហើយប៉ុន្តែឥឡូវពួកខ្ញុំនៅតែបន្តការថតដដែលនៅក្នុងស៊ីនពេលយប់នេះគឺខ្ញុំថតនៅក្នុងឈុតដែលខ្ញុំគឺជានិយាយថាតួអាក្រក់ដែរអញ្ចឹងណានៅពេលនេះម៉ោង 2:19 នាទីរំលងអត្រាហើយក្រុមការងារយើងនៅសស្រាំdirector រីគុណ
អត់អីនេះគុណថងថាអត់ចេះស៊ីបាយនេះយន្តអីហ៎មើល ចឹងរែកនៅអូខេចឹងឥឡូវនេះមិញខាងតួប្រាប់យើងនិយាយហើយម៉ោង 2:22 នាទីឥឡូវហ្នឹងយើងនៅទីតាំងព្រេសនីដដែលបាទយើងមកដល់នេះហើយឥឡូវយើងកំពុងតែឈុតឆាកស៊ីនពិសេសមួយដែលនឹងមានការវាយដបចាក់ហើយជាមួយនឹងឈាមខុសខើមែនតើបាទនៅក្នុងសាច់រឿងមួយនេះប៉ុន្តែចង់ដឹងរឿងពេញចាំតាមដានទាំងអស់គ្នា ជាទី 4 ហ្នឹងគឺពួកយើងក្នុងសម័យបច្ចុប្បន្នវិញពួកយើងបានជួបគ្នាម្ដងទៀតប៉ុន្តែអត់តទៀតទេ សួស្តីអ្នកគ្នាខ្ញុំ make up artist so today សប្បាយចិត្តមែនតើព្រោះឆ្នាំក្រោយខ្ញុំធ្វើសារណាដែរអញ្ចឹងខ្ញុំយកបទពិសោធន៍ច្បងហើយ ស្ដីបងថ្ងៃនេះបងមកធ្វើអីគេដែរខ្ញុំ hairstyle ខាងបរោះអូ hairstyle ខាងបរោះបងមានហាងខ្លួនឯងត្រូវអត់បាទបងយ៉ាងណាគ្នាកុំភ្លេចជួយ support របស់គាត់ផងបងហាងឈ្មោះអីគេដែរ District Barber Shop បង location នៅណាក្រោយថ្មដែរ សួស្តីបងយក$20ឬក៏ដេតជាមួយខ្ទើយយក$20បងធ្វើលេងតើមើលកាមេរ៉ាហ្នឹងថាដេតមួយខ្ទើយទៅដល់បងថាចាញ់ណាមកដល់ប្រទេសខ្លួនឯងអូខេអរគុណច្រើនបងហេបសួរបងស្ដីបងរវាងលុយ$20នឹងយកជើងជន់មុខយំមួយណា$20យកជើងជន់មុខវិញអូខេមកអូយមែនឆ្នាំក្រោយខ្លួនឯងម្ដងមែន Yeah See you គ្រប់ជំរាបសួរអស់លោកលោកស្រីអ្នកនាងកញ្ញាទាំងអស់គ្នានៅក្នុងគណៈពេលនេះនៅខេត្តបាត់ដំបងគឺនៅក្នុងក្លឹបកំសាន្តរាត្រីមួយកន្លែងគឺមានក្រុមក្មេងយុវវ័យជំទង់គឺគាត់មកកោទីនេះអស់មិនមែនកោឯងគាត់មកឈៀលទីនេះបង្កឲ្យមានការភ្ញាក់ផ្អើលមានការសប្បាយហូបកញ្ជ្រៀវធ្វើឲ្យម្ចាស់ហាងគាត់សប្បាយចិត្តហើយគាត់នឹងមានអីពិសេសថាបើក្រុមនេះមកលើក្រោយទៀតគឺគាត់នឹងសាររោងអូខេឥឡូវទាំងអស់គ្នាយើងមកងាកមកជួបនឹងប៉ុបស្រួចក្នុងសង្វាក់ផលិតកម្មរបស់ពួកយើងគឺមេងលីណាញ៉ាំធម្មតាណាមិន stress មួយបងទេមើលមែនតើទៅប្រសេសហ្នឹងខ្ញុំចាប់ផ្ដើមមួយរក្សាតាំងខែ3គាត់ថារក្សាពេលនិយាយមួយខ្ញុំតាំងឆ្នាំមុនប៉ុន្តែខ្ញុំចាប់ផ្ដើមធ្វើមួយរក្សាមែនតើខែ3ហ្នឹងខ្ញុំត្រូវឆែកផ្សាយយើងមកខេត្តបាត់ដំបងផ្ទាល់ហើយឆែកផ្សាយនេះនៅភ្នំពេញថា location មួយចំនួនដែលយើងត្រូវបានថតសម្រាប់នៅបាត់ដំបងយើងមាន location ច្រើនយើងមានទៅច្រើនកន្លែងមែនទែនប៉ុន្តែ location ដែលយើងសម្រាប់ថាយើងយកចូលក្នុងស៊ីនដែលយើងថតនៅបាត់ដំបងហ្នឹងមានតាទីតាំងពីរធំហ្នឹងទីតាំងទាំង3ផ្ទះលោកម្ចាស់នៅផ្ទះភូមិហើយនឹងនៅភូមិសំណាញ់ដំបងយើងឆែកដូចគ្នាយើងឆែកដោយអាកន្លែងតួអង្គដែលបងឯងត្រូវដើរលេងហ្នឹងយើងត្រូវមាន2 option ដែរយើងទៅមើលនៅសមិទ្ធ NG ហើយនឹងនៅបាត់ដំបងនៅកន្លែងនៅដូចឆ្ងាយនៅទីតាំងនេះឆ្ងាយប៉ុន្តែយើងគិតថាពីហ្នឹងដោយសារតាណាមួយនៅបាត់ដំបងវាពិបាកយើងត្រូវពិបាកក្រុមការងារយើងត្រូវពិបាកចំណាយលុយចំណាយពេលវេលាចំណាយច្រើនទៅយើងក៏សម្រេចថាយើងទៅបាត់ទៅសមិទ្ធ MG វិញអូខេហ្នឹងគាត់ថា location ដែល
យើងត្រូវថតស៊ីនដូចស៊ីនជីទូកស៊ីនអីចឹងមួយចំនួនទៅដូចហ្នឹងហើយ បាទទាំងអស់គ្នានេះគឺជាការលះបង់របស់មេងលី ប៉ុន្តែបើនៅបាត់ដំបងដោយសារខ្ញុំដាក់ខេត្តនៅបាត់ដំបងស្រាប់ ហ្នឹងហើយ ទីតាំងដែលខ្ញុំបានថតនៅក្នុងសាលាខេត្តហ្នឹងគឺណាមួយដែលខ្ញុំធ្លាប់ទៅខ្ញុំធ្លាប់ចូលហើយស្រាប់អញ្ចឹងទៅពេលដែលរក្សាប្រាប់ខ្ញុំថាអូរក្សាស្រឡាញ់កន្លែងហ្នឹងទីតាំងកន្លែងហ្នឹងជាទេសរបស់ទស្សីអញ្ចឹងទៅខ្ញុំចាប់ផ្ដើមមាន in mind ក្នុងខ្លួនបាត់ទៅថាអូរក្សាប្រកាសជាស្រឡាញ់ប្លង់ណាហើយយើងគួរតែថតប្លង់ណាអីអញ្ចឹងទៅអាហ្នឹងដែលវាងាយស្រួលមែនទែនដោយសារយើងត្រូវថតស៊ីននៅសាលាខេត្ត ទាំងអស់គ្នាខ្ញុំខស្ដាប់មេងលីនិយាយហើយខ្ញុំដឹងថាដំណើរការទាំងអស់នេះគឺมันមានលុយអីច្រើនណាស់ណាទេអានេះគឺចេញពីបេះដូងមកសើមើលដោះទៅយើងទាំងអស់គ្នាគឺស្ងាយសរសើរមែនតើដល់ពេលអញ្ចឹងទៅខ្ញុំតាមពិតខ្ញុំធ្វើការបើបងធ្វើការបរិញណាតែពេលឃើញពួកណៃស្វាស់ស្វែងធ្វើសោះដៃសោះជើងមានល្អចឹងកម្លាំងដូចណៃជា motivate ដល់តួអញ្ចឹងទាំងអស់គ្នាឥឡូវយើងងាកមកជួបនឹងម៉ាក់មីងកណន័យហើយគេហៅគាត់ម៉ាក់មីងចុងភៅហើយក៏ចង់អរគុណគាត់មែនតើក្នុងពេលចុះបំពេញការងារនេះគឺគាត់បានជួយដល់ក្រុមការងារទាំងសិល្បករទាំងផ្នែកសិល្បករគ្រូទាំងក្រុមការងារទាំងអស់គឺបានគាត់នឹងក៏ដុតដៃដុតជើងដែរបងគិតទៅវាឆ្ងល់ដែរហេតុអីក៏ទាំងអស់គ្នាមើលទៅលុយដូចជាអត់មានច្រើនទេមែនអត់ហ្នឹងហើយណាហើយមិនក៏វាលះបង់វាមានក៏ដូចថាចលករអីអាចធ្វើឲ្យទាំងអស់គ្នាបំពេញការងារនឹងបានល្អដល់ថ្នាក់ហ្នឹងជាក្តីស្រឡាញ់ជួយពួកម៉ាក់ឲ្យពួកម៉ាក់ជាប់សាណាជួយអស់ពីចិត្តហ្មងអត់មានថាចង់បានអីទេសម្រាប់តែបានជាប់សាណានេះបានន័យថាម្ចាស់ស្នាដៃគាត់មានបុណ្យច្រើនគាត់មាននិស្ស័យបានជួបមនុស្សល្អដូចពួកគាត់ហ្នឹងហត់តែសប្បាយចិត្តនឹងធ្វើចិត្តបងដូចគ្នាក៏គាត់តែឃើញណាចាបងមិន stress មែនបងអត់ stress ទេប៉ុន្តែគាត់អង្គុយរយៈ1 2 3 4 5 1 2 3 4 5គាត់ stress ទេប៉ុន្តែចាគាត់ធ្វើអីក៏គាត់អង្គុយរាប់ដៃដែរដោយសារតែពេលយើងហូបសប្បាយអញ្ចឹងគឺពេលវេលារបស់គាត់គឺគិតលុយអូខេហើយគាត់បំពេញការងារក៏បានល្អដែរទាំងអស់គ្នាប៉ុន្តែគាត់ទាស់តែម្យ៉ាងគឺគាត់ចូលបន្ទប់ទឹកណាគេក៏រាយការណ៍ប្រាប់តែថាគាត់នឹងចូលបន្ទប់ទឹកម្ដង3ម៉ោងចំណុចហ្នឹងខ្ញុំគ្រប់គ្រងដោយសារខ្ញុំចូលយូមែនខ្ញុំត្រូវការដោះគ្រប់កន្លែងហ្នឹងគាត់បាននិយាយលើឡានដែរថាគាត់ត្រូវការស្អាតគាត់អីចឹងប៉ុន្តែគាត់ថាអ្នកដេកបន្ទប់មួយគាត់នឹង stress ហ្នឹងមកប្រើបន្ទប់ទឹកបន្ទប់ខ្ញុំរហូតហើយអត់ចូលមុនបានមុនចូលក្រោយចូលបន្ទប់ទឹកគេអូខេម្នាក់ហ្នឹងចូលបន្ទប់ទឹកយូរខ្លាំងហ่ะអូ my god ជូនបងម្ចាស់ស្នាដៃធ្វើឲ្យធំជាងនឹងដើម្បីបានស៊ីរឿងឆ្ងាញ់ជាងនឹងដូចសាម៉ុនមុខអូម៉ាកាសេអីចឹងតែគេធ្វើគេធំធ្វើស្នាដៃអត់ទេធ្វើស្នាដៃធំជាងនឹងទៅដើម្បីមានបាត់ចិត្តច្រើនដូចជាចូលផាប់ចូលក្លឹបចូល EDM រំស្រាតហើយអូដឹងស្អីម្នាក់នេះគឺជាសមាជិកភាពដ៏សំខាន់ក្នុងស្នាដៃឥឡូវនេះខ្ញុំអង្គុយចិត្តធំក្លិនល្មុតទុំបដាហើយលោកតាវ៉ាន់ដេហើយឃើញសស័កសស្រាំក្នុងនាមជាម្ចាស់ស្នាដៃមានអីចង់និយាយទេឥឡូវនេះយើងបានបញ្ចប់ការថតនៅបញ្ចប់ទាំងមូលហើយបញ្ចប់ទាំងស្រុងណាទាំងស្រុងហើយនៅកាត់តទៀតនៅកាត់តចុះខ្ញុំនិយាយតែការថតតាការថតបញ្ចប់ជោគជ័យហើយហ្នឹងនិយាយការថតឥឡូវហ្នឹងហើយមិនដែរប្រហែលមើលប្រហែលរយៈហ្នឹងអារឿងជូរចត់ហ្នឹងវាមានច្រើនទី1ហ្នឹងគឺជូរចត់ទៅលើការខ្វះខាតគឺទៅម្ចាស់ស្នាដៃទាំងខ្ញុំទាំងរក្សាគឺអ្វីដែលព្រួយបារម្ភបំផុតគឺកម្លាំងខ្វះខាតតែសម្លាងដែលពួកខ្ញុំមានក្រុមការងារជួយច្រើនពួកគាត់អាចទទួលបានអីទៅវិញប៉ុន្តែការជួយរបស់គាត់គឺជាគេហៅថាកម្លាំងជួយមួយដ៏ធំបើសិនជាអត់ពួកគាត់ទាំងអស់គ្នាក៏ឲ្យស្នាដៃនឹងទៅមុខដែរហើយយើងមកថ្ងៃនេះមកជប់លៀងគឺក៏ជាការអរគុណដល់ពួកគាត់ដែរការលះបង់រយៈពេលយូរនេះគឺពួកខ្ញុំចាប់ទុកថាឆ្លងកាត់រឿងដ៏ធំមួយហើយ
វាជាស្នាដៃដំបូងដែលពួកខ្ញុំធ្វើមួយគ្នាប៉ុន្តែវាមិនមែនជាស្នាដៃចុងក្រោយវាអាចនឹងមានទៀតអញ្ចឹងសង្ឃឹមថាក្រុមការងារទាំងអស់នឹងជួយនៅស្នាដៃក្រោយៗទៀតនៅក្នុងមហាវិទ្យាល័យយើងគឺម្នាក់គឺគាត់សរស័ក្តិស្រាំក្នុងការធ្វើស្នាដៃទាំងយើងទាំងគេឲ្យនិយាយទៅសមត្ថភាពមានដូចគ្នាតែគ្រាន់តែពេលខ្លះយើងពិបាកក្នុងការបង្ហាញ ជូនពរបាន A ទាំងអស់គ្នាហ្មងអញ្ចឹងមករយៈនេះគឺគាត់ជួយសមិទ្ធសមាងឲ្យខ្ញុំគាត់ជួយស្លៀកពាក់សង្ហាឲ្យខ្ញុំខ្លាចទៅជាមនុស្សសង្ហាក្នុងដំណើរការថតហត់ទេបងបើសួរតែហត់តែបើសួរសប្បាយចិត្តតែធ្វើអត់សប្បាយចិត្តសប្បាយចិត្តទាំងគ្នា Yes មានតែជូនពរម្ចាស់ស្នាដៃឲ្យទទួលបានលទ្ធផលហេគ្រប់គ្នាហ្មង12នាក់ហ្មងអស់ម៉ានទេនេះអស់2បងបងសៀងបងឃើញឯងសកម្មមែនតើក្នុងការងារនេះអរគុណច្រើនដែលបានជួយក្នុងស្នាដៃនេះហើយមានអីជូនពរទៅម្ចាស់ស្នាដៃទេខ្ញុំពិតជាទីមួយខ្ញុំពិតជាសប្បាយចិត្តមែនទែនក្នុងការចូលរួមថតបច្ចេកសារណាបងរក្សាហើយស្កាហើយក៏ពិតខ្ញុំអត់មែនរៀនជំនាញដោយពួកគាត់ទេតែគ្រាន់តែខ្ញុំចង់រកបទពិសោធន៍មួយដែលថ្មីសម្រាប់ឆាកជីវិតហើយជាចុងក្រោយខ្ញុំសូមជូនពរឲ្យសារណារបស់គាត់ Best in the best ហើយក៏សូម shout out ទៅ DP វងនៅអស់ម៉ានហើយបាទនេះគឺជាតួអង្គវិចាន់សម្រាប់ដំណើរការនៃការថតមកថតនៅថ្ងៃបាត់ដំបងនេះគឺថ្ងៃទី2ដែលរៀងជុំចំជាងគេជុំហ្នឹងមកហើយវាបាក់ជាងគេដល់ពេលវាបាក់ជាងគេទៅអីជាបាក់ជាងគេគឺស៊ីនចុងក្រោយធ្វើអីគេអាចង់ឲ្យយើងថតនៅក្នុងក្រោយហើយមុខខំច្រើនទាំងអស់គ្នាចុងក្រោយមិញគឺថតនៅបស្ដីណាគេទេចុងក្រោយមិញថតនៅអាហ្នឹងអីໄផខ្លាអីយ៉ាងហីមូខ្លាធំហ្នឹងមុខច្រើនពូអាហ្នឹងខាំឡើងក្តៅខាំឡើងហូរហ្មងហើយអីដែលសប្បាយយើងគេគឺថ្ងៃហ្នឹងគាត់រសារបានជាថ្ងៃបញ្ចប់ហើយបានជួបយើងជួបគ្នាបងប្អូនណាមានអីជូនពរដល់កាត់ស្នាដៃខ្ញុំសូមជូនពរដល់ម្ចាស់ស្នាដៃធ្វើស្នាដៃមួយនេះឲ្យបានល្អហើយពួកខ្ញុំនឹងជួយអភិសមត្ថភាពហើយក៏ខ្ញុំសប្បាយចិត្តในការក្នុងការជួយពួកគាត់ដែរ Good morning យើងកុំភ្លេចថាមានមនុស្សដ៏សំខាន់មួយដែរដែលជាមធ្យោបាយធ្វើដំណើរដល់យើងគឺលោកពូតកង់ឡានទៅមកទោះមិនថាយប់ជ្រៅអីក៏ដោយចុះឡើងបើប៉ះតកង់ឡានផ្សេងគេជេរតែញ៉េះហ្មងហើយនេះមីនេះសុំឲ្យចុះទៀតបើពូគិតមិនដែរពូបាទមិនបើថានេះសុំពូចុះថ្លៃទៀតឥឡូវខ្ញុំទូទាត់បាទបងប្អូននេះលីដាតួម៉ែរបស់វិចារណាតែអត់អរគ្នានេះដាលីនតួអង្គអីតួអង្គទាសបាទហើយមួយនេះតួអានេះវេទនាជាងគេចាវេទនាមែនអត់ធ្វើម៉េចខ្ញុំបានតែអញ្ចឹងមិនដែរការថតសបាយហ៎ជូរចត់ជោគជាំអីខ្លះសបាយចិត្តប៉ុន្តែពេលថតចប់ដូចយកដុំថ្មចេញខ្ញុំមិនសួរលីដាទេពលមានឯងគិតតែឯងបបាស្អីគេចេញតែមួយម៉ាត់មានផលវិបាកខ្លាំងណាស់ដោយសារចូលភ្លាមមិនត្រូវច្រើនជាងគេទៀតសំខាន់ថតតែ2ស៊ីនណាហើយឡើងច្រើនដងហ្មងដោយសារនិយាយច្រើនពេកគួយតែលឺហងទេតែប្អូនធ្វើបានល្អមែនតែប៉ិតលីដាក៏ត្រូវប្រឡងបញ្ចប់បញ្ញាបត្រដែរតែខ្ញុំពឹងឲ្យពួកនឹងជួយវិញមែនអត់ពឹងមកយើជូនពរឲ្យបងប្រឡងជាប់បាននីតិល្អទាំងអស់គ្នារួមអញនិយាយគាត់អស់អារួមទាំងលីដាបងខ្ញុំចង់សូមឲ្យប្រឡងបាននីតិល្អទាំងអស់គ្នា សួស្តីខ្ញុំបាទព្រិតនេះរបស់គេមែនណាបងប្អូន
បានដេកពួនទេព្រោះនេះជាលើកទី1ដែលខ្ញុំមកដេកខែរយៈពេល3ថ្ងៃ ហ្នឹងហើយគាត់ប្រាប់ខ្ញុំដែរថាគាត់អត់ត្រឡប់ដេកខែតអត់ត្រឡប់ដេកខ្លាយផ្ទះទេតែដេកខ្លាយផ្ទះដេកលក់ឯងបាទតែគាត់ខ្លាយខ្មោចផងនេះគឺកត្តាចម្បងដែលធំបំផុតឃើញឯទាំងអស់គ្នាបាទគាត់សុខចិត្តមកដើម្បីបំពេញក្តីស្រឡាញ់ណាបំពេញក្តីស្រឡាញ់ដែលខ្លួនឯងចង់និយាយទៅការងារដែលខ្លួនឯងស្រឡាញ់ចង់ធ្វើគឺលះបង់ណាមួយអាចថាជួយដែរហ្នឹងសាលាយើងផងបាទអូខេទាំងអស់រួមទាំងការស្រឡាញ់ទាំងការចូលរួមទាំងការចង់ជួយគឺគ្រប់យ៉ាងអ្នកដូនត្រីណៃល្អមែនព្យាយាមសម្ដែងឲ្យអស់ពីចិត្តហើយព្យាយាមមើល script ថាប្រូលហ្នឹងគឺចង់លេងពីអីប៉ុន្តែបើសិនជាមានចំណុចណាខ្វះខាតក៏សូមអធិស្ឋានផងប៉ុន្តែអ្វីដែលខ្ញុំលេងនេះគឺលេងចេញពីបេះដូងជាចុងក្រោយមានអីជូនពរដល់ម្ចាស់ស្នាដៃនេះជូនពរម្ចាស់ស្នាដៃឆ្នាំហ្នឹងឲ្យគាត់ជោគជ័យសង្ឃឹមថាចេញវីដេអូមកល្អធ្វើឲ្យអ្នកគ្រូគាត់សប្បាយចិត្តអូខេទាំងអស់គ្នាចាស្ដីបងនេះគឺជាអេណាខ្ញុំជាតួធានីចាបាទហើយឡៃខ្លួនឯងជាតួអង្គសម្ដែងប៉ុន្តែទោះជាអត់មានក្នុងស៊ីនក៏ដោយក៏នៅតែមកជួយដែរហើយជំនួសមកឲ្យម្ចាស់ស្នាដៃអរគុណឯងច្រើនចាព្រមសិនព្រមសិនចំពោះខ្ញុំគឺអារម្មណ៍ពិតគឺថាខ្ញុំអត់មានពិបាកអីទាំងអស់ចាថាមានអ្វីគ្រប់យ៉ាងហើយខ្ញុំមកនេះក៏ខ្ញុំអត់មានទៀមទាអីពីបងដែលជាម្ចាស់ស្នាដៃដែរបាទបងប្អូនឯណាគឺចូលលុយខ្លួនឯងរហូតខ្ញុំចូលនេះខ្ញុំគឺចូលជួយបានន័យថាស្នាដៃគាត់គឺខ្ញុំត្រូវតែជួយគាត់បានដោយសារជាគាត់ជាសិស្សច្បងគាត់បងយើងជាសិស្សប្អូនដូច្នេះខ្ញុំអត់ត្រូវទៀមទាអ្វីពីសិស្សច្បងឯងឲ្យតែសិស្សច្បងសប្បាយចិត្តហើយខ្ញុំមានចំណែកមួយនៅក្នុងរឿងបើមានជាតិក្រោយខ្ញុំក៏មាននៅក្នុងតួហ្នឹងដែរខ្ញុំជាតួធានីចាខ្ញុំក៏អរគុណបងដែលបងបានយកខ្ញុំមកលេងរឿងនេះគឺនេះជាលើកទី1របស់ខ្ញុំដែលខ្ញុំបានមកសម្ដែងជាក្នុងសាច់រឿងមួយដែលខ្ញុំមិនដែរសោះហ្មងខ្ញុំមិនដែរមកលេងរឿងអីដល់ថ្នាក់ហ្នឹងឯងចាអញ្ចឹងខ្ញុំក៏អរគុណបងដែលបងបានឃើញតែគេខ្លះបងសានិយាយទៅសិស្សច្បងទាំងអស់ដែលគាត់បានឃើញខ្ញុំមិនថាបងណាក៏ខ្ញុំអរគុណច្រើនចាហើយបើមានទៀតក៏បងអូនអាចចូលរួមបានដែរបងអូនអត់មានស្រែកថាទេព្រោះអីដែលថាអីគឺបងអូនអត់មានទៀមទាជាថាវិការឬក៏អីទេឲ្យតែបងសប្បាយចិត្តបងជូនបងតាមសំណើនេះហើយឃើញទេបេះដូងសិតតែបេះដូងសិតអ្នកធ្វើការដោយបេះដូងណាសូមឲ្យស្នាដៃបងគឺល្អគ្រូមានតែពាក្យថាសរសើរថាល្អចាអរគុណច្រើនណាស់មកគូនេះរតនាហើយនឹងគូត្រង់មួយគេណៃមួយសៃបើឈ្មោះសៃបើមកខ្ញុំគឺមានអារម្មណ៍ថាសប្បាយចិត្តដល់ពេលដែលបានចូលរួមបាទការថតបាទចម្រៀងមួយហ្នឹង MV មួយហ្នឹងខ្ញុំគាត់ថាជាបទពិសោធន៍សម្រាប់ខ្ញុំផងដែរហើយក៏ជាបទពិសោធន៍ដែលយើងអាចទៅផលិតស្នាដៃផ្សេងហើយគឺវាពេញចិត្តខ្លាំងនៅស្នាដៃមួយហ្នឹងខ្ញុំគិតឃើញថាវាល្អសម្រាប់ខ្ញុំគឺល្អសូមជូនពរបាទដល់ម្ចាស់ស្នាដៃឲ្យបានទទួលបាននីតិល្អអរគុណច្រើនបាយបាយលើកទី1សម្រាប់ខ្ញុំក្នុងការជួយបងថតចឹងព្រោះខ្ញុំអត់ដែលចូលរួមអញ្ចឹងទេនិយាយទៅមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនធ្វើការជាមួយបងជូនពរឲ្យបងម្ចាស់ស្នាដៃទទួលបាននីតិល្អពេលនេះจะមកជាមួយបាត់ដំបងមកជាមួយនឹងបងពួកគាត់កំពុងតែដាំសសរពួកយើងមកផ្លោះរបងតែពេលនេះពួកវង្សាលគាត់កំពុងតែចងក្រងប្រវត្តិរក្សាកំពុងតែចងក្រងបានសារណាថ្មីកុំភ្លេចបងអូនផងគាត់ឲ្យចង់ភៅដៃថ្មីតែមិនទាន់ល្បីគាត់មិនមែនប្រុសតែគាត់ជាស្រី
អាយុក្មេងណាស់ទៅតែ18ដៃជើងខ្លីៗជាដំបូងខ្ញុំម៉ូនីកាក្នុងស្នាដៃបើមានជាតិក្រោយជាស្នាដៃបញ្ចប់សាសនារបស់សិស្សច្បងហ្នឹងខ្ញុំមានតួនាទីជា AD ដែលជាពាក្យកាត់ចំណែកឯពាក្យពេញគឺ assistant director និយាយទៅវាជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំចូលរួមនៅក្នុង team production ក៏ដូចជាការផលិត film ជា film ខ្នាតខ្លីមួយហើយក្នុងបទពិសោធន៍ដំបូងនេះខ្ញុំមានក្តីបារម្ភច្រើនបងនិយាយទៅបារម្ភច្រើនដោយសារអីខ្ញុំមិនដឹងថាពេលដែលបងរក្សាគាត់ដាក់ខ្ញុំជា AD ដំបូងខ្ញុំមិនដឹងខ្ញុំទៅធ្វើអីគេខ្លះទេនិយាយមែនអត់ដឹងហ្មងថា AD ហ្នឹងដឹងថាទៅតាមគាត់តែអត់ដឹងតាមគាត់នឹងធ្វើអីគេខ្លះទេទៅទាំងនិយាយថាយើងឆៅហ្មងដោយសារតែយើងអត់ធ្លាប់ប្រឡូកមួយការងារហ្នឹងនិយាយទៅដោយគាត់បរៀនយើងអញ្ចឹងថាក្នុងការផលិត film មួយហ្នឹងវាមិនមែនជាការងាយស្រួលទេបទពិសោធន៍ដែលខ្ញុំទទួលបានគឺការស្មឹងស្មាតឲ្យបានល្អនៅក្នុងការយល់សាច់រឿងទាំងមូលហ្នឹងដោយសារតែយើងសឹងថាdirector គាត់ដឹងអីយើងដឹងនឹងដូចគ្នាអញ្ចឹងខ្ញុំធ្វើដំបូងនេះសមត្ថភាពខ្ញុំអត់ទាន់ដល់ទេដែលថាយើងអាចដឹងគ្រប់រឿងដូច director ប៉ុន្តែក៏ខ្ញុំអាចធ្វើតាមលទ្ធភាពរបស់ខ្ញុំដែលខ្ញុំមានហើយខ្ញុំអាចធ្វើអីបានខ្លះក៏ដូចជាទូនាទីដែលគាត់បានដាក់មកឲ្យហ្នឹងខ្ញុំសប្បាយចិត្តដែលបានចូលរួមនៅក្នុងស្នាដៃហ្នឹងក៏ដូចជាចង់អរគុណដល់បងរក្សាបងឌីហ្នឹងហើយក៏ចង់សុំទោសដែរបើសិនជាមានចំណុចខ្វះខាតណាដែលបងធ្វើការទៅលប់សតិបងខឹងបងខឹងអញ្ចឹងដោយសារតែខ្ញុំស្នេហ៍យល់ទេដោយសារតែរបៀបថាយើងធ្វើការទៅវារៀងវល់តាមនឹងដែរពួកគាត់ដឹងពួកគាត់ខំប្រឹងទប់មាត់ទប់ស្ដីទូនាទីប្រាប់ទូនាទីគេហ៎ខ្ញុំអ្នកគ្រូ storyboard អ្នកអស់គ្នាវាជាលើកទី1សម្រាប់ខ្ញុំប៉ុន្តែមានអំណាច experience នេះគ្នាណា storyboard ហ្នឹងមិនឯងយឺតមែនខ្ញុំចាំមែនសម័យគូក៏បានពីយ៉ាងស្នាដៃទៀតមកភាគច្រើនយើងទៅអង្គុយនៅកាហ្វេហើយយើងហៅនឹកអារបៀបលាមិនចង់ហ្នឹងថាយកពីណាត់ខាងណាទៅខាងណីទៅឲ្យតែចឹងរក្សាគាត់ប្រាប់ខ្ញុំច្រើនថាហ្នឹងវាមិនដល់យើងសម័យភាពគូយកហ្មងអូជាសិននៃការចាប់ប្លង់អីចឹងណាភាគច្រើនរក្សាគាត់ប្រាប់ថាកាមេរ៉ារ៉ូពីយ៉ាងណាហើយគាត់ត្រេកតួមិនអីចឹងទៅគឺយើងទៅតាមហ្នឹងនេះគ្នាក៏មិនដែរពេលតែស្លាប្រាប់ខ្ញុំមានបញ្ហាអីខ្លះក្នុងដំណើរការនៃការគូ storyboard មានច្រើនឆ្លងមួយវារហូតដោយសារពេលខ្លះវាប្រាប់យើងអត់ច្បាស់ទេដល់ពេលយើងគូទៅថាមិន5nămទេអញ្ចឹងយើងត្រូវគូថ្មីជាអាសាមានរឿងមួយវាប៉ុន្តែអត់ឲ្យយើងទៅបានដោយសារវាជាលើកដំបូងសម្រាប់យើងនេះគ្នាហើយសប្បាយចិត្តក្នុងការចូលរួមដូចគ្នាដែរអត់ទេមើលទៅតំណងដែរនេះខ្ញុំរ៉ាន់តាមមើលតាមអា storyboard ហ្នឹងទៅយល់គូបានល្អបានន័យថាក្នុងដំណើរការនៃការផលិតសាច់រឿងនេះសមាសភាពទាំងអស់សិតតាខ្លឹមដែរខ្ញុំរក្សាខ្ញុំបានវិនហេតុអីបាទ director នាំតួយកមកចាស់យកឯងនិយាយដល់កន្លែងពាក្យយំមិញឯងមើលទៅឃើញក្រុមការងារគឺមួយដៃគ្នាបានល្អតែពេលឯងមើលទៅវាចេះតែវ៉ាវវាមានអារម្មណ៍អីមួយទាំងអស់គ្នាវាអីម្យ៉ាងហ្នឹងឯងវាស្វីតទៅមានអារម្មណ៍ថាវាស្វីតម្ចាស់ស្នាដៃពីរហ្នឹងត្រូវអីគេមួយគ្នាត្រូវជាដៃគូនិងជាមិត្តរួមថ្នាក់ដៃគូមិនដៃគូរួមណាអត់ទេដៃគូធ្វើស្នាដៃនឹងមួយគ្នាជាក់ស្ដែងទៅមែនតើបើយើងនិយាយ serious ហ្មងដំបូងគឺយើងមានស្នាដៃម្នាក់មួយរឿងផ្សេងគ្នាទេយើងត្រូវធ្វើចូលគ្នាទេប៉ុន្តែដោយសារតែអ្នកដែលយើងពឹងចមកថត production ហ្នឹងមានន័យថាយើងប្រើ production តែមួយហើយពេលដែលខ្ញុំ lead production ខ្ញុំទៅខ្ញុំក៏ដំណោះស្រាយមួយថាខ្ញុំអត់ចង់ឲ្យដោយសារ lead របស់ខ្ញុំគាត់ lead ដែរទេអញ្ចឹងខ្ញុំក៏បានឆាតទៅសួរគាត់ថាបើសិនជា production lead ខ្ញុំអត់ចង់ឲ្យ lead ទេអញ្ចឹងខ្ញុំមានដំណោះស្រាយមួយគឺហើយគាត់មកចូលស្នាដៃរបស់ខ្ញុំមានន័យថាចំណាយរបស់យើងចែកជា2ហ្នឹងហើយបើចាក់ស្ដែងទៅពួកខ្ញុំនិយាយមែនតាមត្រង់ពួកខ្ញុំធម្មតាពួកខ្ញុំអត់សូវត្រូវគ្នាមិនមែនអត់សូវគ្នាខំគ្នានេះទេមិនមែនខំគ្នាឆ្លោះគ្នាបាយគ្នាទេគាត់ថាពួកយើងនិយាយទៅវាឆ្លោះគ្នាបែបមិត្តភក្តិឆ្លោះគ្នាច្រើនប៉ុន្តែ
សម្រាប់ស្នាដៃហ្នឹងដោយសារតែគាត់ធៀមលក្ខណៈអត់តន់ហើយដែរនេះចិត្តដល់ថ្ងៃថតគាត់អត់តន់ធៀមខ្លួននេះហើយទៅយើងក៏បានសហការគ្នាដើម្បីផលិតស្នាដៃមួយនឹងឡើងមានតែខ្ញុំក៏រៀង behind schedule គាត់ក៏រៀង behind schedule អញ្ចឹងទៅយើងក៏សម្រាប់ឲ្យយើងធ្វើមួយគ្នាមានស្នាដៃមួយក៏បានប្រឡងចប់បញ្ញត្តិនៅ2នាក់អញ្ចឹងទៅយើងក៏សម្រាប់ចិត្តធ្វើមួយគ្នាទៅពួកខ្ញុំមកពីសាលាក្រៅពួកខ្ញុំស្គាល់គ្នាពីដើមមកដូចអ្នករបាំអ្នកសិល្បៈដែលមកពីប្រជុំមែនតែសម្រាប់ខ្ញុំហ្មងគឺខ្ញុំមានគោលដៅមួយគឺហ៊ានឆ្នាំមួយគ្នាគួរតែបញ្ចប់ទៅមួយគ្នាអញ្ចឹងមានតែពេលខ្ញុំប្រឡងចេញខ្ញុំចង់គាត់ប្រឡងចេញដូចគ្នាអញ្ចឹងទៅបានយើងទោះជាធ្លាប់មានរឿងមានន័យថាពេលធ្លាប់ធ្វើស្នាដៃធ្វើ assignment មួយគ្នាឆ្លុះគ្នាមិនក៏នៅធ្វើស្នាដៃនេះដែរហើយសម្រាប់ស្នាដៃនេះផ្ទាល់គឺពួកយើងអត់ទៅឆ្លុះគ្នាទេមានន័យថាអញ្ចឹងអានឹងជាការវិវត្តខ្លួនរបស់យើងម្នាក់ៗដែរមានន័យថាពីឆ្នាំទី1មកឆ្នាំទី4នេះគឺយើងវិវត្តខ្លួនពីកម្រិតបណ្ណាដល់កម្រិតបណ្ណាមកចប់ស្នាដៃនេះអរគុណទាំងអស់គ្នាខ្ញុំអត់នឹកស្មានថាអីដែលខ្ញុំសាងមកទាំងមិត្តភាពទាំងស្នាទាំងបទពិសោធន៍ការងារខ្ញុំអាច recruit team ដល់ទៅក្រុមការងារទាំងអស់វាចូលជិត30នាក់ហើយហ្នឹងហើយអញ្ចឹងទៅមក production មករឿងនេះវាគ្នាមនុស្សច្រើនអញ្ចឹងបើសិនជាអត់អ្នកទាំងអស់គ្នាក៏ខ្ញុំធ្វើទៅមុខដែរកំពុងតែគិតច្រើនហ្នឹងមិនគិតអីទេវាមកមិនបើវាចប់ឆ្នាំទី4ហើយស្នាដៃដែលខ្ញុំគិតស្នាដៃនេះខ្ញុំគិតមួយឆ្នាំកន្លះហើយមានតែមុនពេលឆ្នាំទី4នេះខ្ញុំគិតតាំងឆ្នាំទី3ឥឡូវយើងបានថតចប់ចំណាយពេល5ថ្ងៃនៅពេញ3ថ្ងៃនៅនេះ2ថ្ងៃអញ្ចឹងវា5ថ្ងៃហើយមានអារម្មណ៍ថារំភើបពេលដែលឃើញទាំងអស់គ្នាថតបានបញ្ចប់យើងបានចប់ទាំងអស់គ្នាចូលឡាយនិយាយវិញថាអរគុណដែលផ្ដល់បទពិសោធន៍ថ្មីខ្ញុំទោះខ្ញុំមកដល់កម្រិតនេះអ្នកទាំងអស់គ្នាទាំង20ម៉ានាក់ទាំង30នាក់ហ្នឹងក៏ខ្ញុំនៅតែរៀនពីពួកគាត់ដែរអញ្ចឹងទៅបានគួរតែខ្ញុំវិញដែលជាអ្នកអរគុណពួកគាត់ដែលព្រមជួយស្នាដៃហ្នឹងហើយនេះជាមិនមែនជាស្នាដៃចុងក្រោយរបស់ខ្ញុំទេអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងនៅតែលើដើរលើវិស័យហ្នឹងហើយពួកគាត់នឹងមានស្នាដៃក្រោយៗទៀតមួយខ្ញុំដូចគ្នាជាតិក្រោយកំបាយដងហើយឲ្យចិត្តខ្ញុំស្បាយជាតិក្រោយមកហើយដល់មកឡានចេញហើយបាយសុខបាយទាំងអស់គ្នាជួបគ្នាថ្ងៃក្រោយ